បាទចេះតែដាក់អស់បាទថ្ងៃនេះយើងបានមកគ្រឿងទៀតហើយគឺប្រភេទកង់ Giant Road Bike ប្រភេទ Giant TCR បាទ Advanced Composite Technology បាទជាប្រភេទកបោនកប់តែម្ដងបាទគ្រឿងគាត់ក៏កប់ដែរជាប្រភេទគ្រឿង105ប្រើប្រាំងតាគៀបបាទ11លេខតែម្ដងបាទនៅថ្មី 95% លើសណាកង់នេះគឺថ្មីមែនតែនគឺប្រភេទតួកបោនចំពោះក៏កបោនដែរប្រាំងមុខតាគៀបស៊ីម៉ូណូបាទហើយខ្នងគាត់គឺខ្នង Giant តែម្ដងបាទនេះនៅស្អាតទាំងអស់គឺប្រើបដាងទាំងមុខទាំងក្រោយតែម្ដងសម្រាប់ខ្នងគឺ PR2 បាទសម្រាប់សបកវិញគឺសបក Giant 7/23បាទអាចសប់ដល់120 psi ចាំបាទជាប្រភេទ SL1 ទៀតអញ្ចឹងសបកគាត់ក៏ជាប្រភេទសបកស្រាលដែរហើយខ្ញុំបានជិះតេស្តគឺជិះស្រួលមែនទែនសម្រាប់កង់មួយនេះបាទហើយសម្រាប់គ្រឿងបំពាក់របស់គាត់កសេះដៃគឺប្រភេទ context របស់ Giant ផ្ទាល់តែម្ដងគឺប្រណិតស្អាតបាទហើយនៅលើនេះវាយដាក់ឲ្យ Advanced Composite Technology បាទអញ្ចឹងជាប្រភេទតួកបោនដែលកប់តែម្ដងបាទ Advanced ទៅហើយបាទมันមានតំណទឹកផ្សារទេហើយជាប្រភេទតួ Aero តែម្ដងបងប្អូនអញ្ជើញមើលទីទៀតនៅកន្លែងកង់ជាមួយតួគឺគៀកគ្នារត់ដាក់ដៃរកអត់ចូលទេគឺប្រភេទតួ Aero ហើយបាទកែបក៏ប្រភេទកែបcontext SL ដែរជាប្រភេទស្រាលបាទហើយសម្រាប់ដងកែបគឺប្រភេទ auto align មានថាយើងបាច់សេរីឆ្វេងស្ដាំទេគឺវាត្រង់ auto តែម្ដងព្រោះវាមកជាប្រភេទបកគោកែបកបោនតប៉ែតណាហើយមានលេខនៅលើហ្នឹងបាទហើយសម្រាប់តួកបោនគឺស្អាតតែម្ដងប្រណិតមែនតើបាទហើយនេះជាប្រភេទកប Giant 3បាទជាប្រភេទ size S 47 អ៊ីងហើយបាទជាប្រភេទតួ handmade in Taiwan តែម្ដងបាទហើយជាប្រភេទជង្គង់ Shimano ហើយប្រពាក់ជាមួយនឹងដៃ Derailleur មុខគាត់105ច្បាក់105 lip 105 Derailleur ក៏105 11លេខផងដែរបាទហើយក្នុងក្រោយក៏នៅមកជាប់ដែរជាមួយនឹងខ្នង Giant PR2 បាទប្រភេទសបក SL ដូចគ្នាបាទរៀងពីក្រោយរបស់គាត់គឺចេះរត់តែសង្ហាថែមទៀតហើយគឺ unique មែនតើបាទប្រភេទពណ៌ខ្មៅឡាយក្រហមលាយសគឺស្អាតជិះទៅមើលឃើញលេចធ្លោតែម្ដងហើយរលោងទៀតទៅលើរលោងស្អាតមែនតើសម្រាប់កង់មួយនេះបាទបើមានចំណាប់អារម្មណ៍សូមតាក់ទងមក